Hello សួស្តីអ្នកទាំងអស់គ្នាបាទយើងត្រឡប់ជួបគ្នាម្ដងទៀតជាមួយនៅរឿងទឹកដីធម្មពលវិញ្ញាណវគ្គ2នៅក្នុងឆូតភាគទី122បន្តទៀតអញ្ចឹងថ្ងៃនេះខ្ញុំសូមអធិស្ឋានទុកជាមុនផងបើសិនជាមានសំឡេងចម្រៀងរំខានពីខាងក្រៅបាទដោយសារតែក្បែរខ្ញុំនេះគឺមាននៅផ្ទះតារាកំពុងតែរះឡើងហើយបាទមិនដឹងថាពេលណាលិចទៅវិញនោះទេមានអារម្មណ៍ថាធុញទ្រាន់ខ្លាំងមែនទែនគិតថាស្រុករំដួលកន្លែងណាក៏ឮសំឡេងបាសហើយនឹងតារាចម្រៀងដែរបានសំបីតែឡើងទៅលើភ្នំឆ្ងាយប៉ុណ្ណាក៏នៅមានឮសំឡេងបាសដែរមិនដឹងថាធ្វើយ៉ាងម៉េចនោះទេបាទមានតែទ្រាំតាមកម្មតែម្ដងទៅអញ្ចឹងសាច់រឿងថ្ងៃនេះដែរគឺលក្ខណៈថាខ្ញុំសង្ខេបចូលនៃខ្លឹមនៃឈុតភាគ122នេះតែម្ដងដោយវាមុនដែរគឺហ៊ុយហាវបានរួមបញ្ចូលនៅអាវុធព្រលឹងរបស់គាត់ជាមួយនឹងທາງអ៊ូតុងជាលើកដំបូងក៏ប៉ុន្តែត្រូវបានបរាជ័យហើយបន្ទាប់មកក៏គាត់ធ្វើការពិភាក្សាដើម្បីចូលទៅស៊ើបការនៅក្នុងភ្នំមីងទូដែលត្រូវបានគ្រប់គ្រងដោយអាណាចក្រសូយ៉ាចន្ទ្រានោះបន្ទាប់ពីសម្រេចចិត្តថានឹងឲ្យហ៊ុយហាវទៅតែម្នាក់ឯងក៏ប៉ុន្តែពឹងនៅតៃហាវម្នាក់ទៀតដើម្បីជួយគាត់នឹងឡើងទៅដល់កម្ពស់5គីឡូដីឬក៏5000ម៉ែត្របាទដើម្បីជួយសន្សំនៅធម្មពលរបស់គាត់ផងដែរនៅពេលសម្រាប់ហ្នឹងក៏សុជបងទី3ស៊ូសិនជីហ្នឹងក៏បានចូលទៅសួរនាំអំពីការរួមបញ្ចូលវត្តពលឹងរបស់គាត់ជាមួយនឹងທາງអ៊ូតុងគាត់ប្រាប់ថាគឺបរាជ័យគាត់ដឹងថាមូលហេតុអ្វីនោះទេអញ្ចឹងគាត់គ្រាន់តែគិតថានេះមិនមែនជាវាងតុងនោះឡើយតែពួកគេមិនបោះបង់នោះទេសង្ឃឹមថានឹងមានពេលក្រោយដើម្បីរួមបញ្ចូលនៅវត្តពលឹងម្ដងទៀតចឹងក៏បានហើយពួកគេក៏បាននិយាយអំពីកិច្ចការបន្ទាប់ទៀតរបស់ខ្លួនតែប៉ុន្តែគឺທາງអ៊ូតុងហ្នឹងចង់នាំហួយទៅហៅហ្នឹងគឺទៅទីនោះដែលផ្ទាល់ដោយសារខ្លួនហ្នឹងគឺមាននៅស្លាប់ជាសូមសើហោះតែហួយហៅអត់ត្រូវការនេះនោះទេដោយសារតែវាគ្រោះថ្នាក់បានជិនទៅក៏ឲ្យតៃហៅហ្នឹងនាំខ្លួនឡើងទៅលើកម្ពស់5គីឡូដីដំបងឡើងបានពី3គីឡូដីបានបន្ទាប់មកក៏ហួយហៅអាចទ្រាំទ្របានក៏បានបន្ថែមល្បឿនឡើងទៅកាន់5គីឡូដីតែម្ដងទៅបន្ទាប់ពីឡើង5គីឡូដីក៏ត្រៀមឡើងឲ្យហួស5គីឡូដីនេះទៅទៀតហួយហៅក៏ទទួលអារម្មណ៍នៃភាពកក់ក្ដៅមួយនៅពេលដែលតៃហៅខ្លាខ្លួនទៅជាខ្លាសនោះគាត់ក៏បានជិះលើខ្នងរបស់គាត់ក៏បាននឹកឃើញទៅដល់អតីតកាលមួយពេលនោះគឺម្ដាយរបស់គាត់នឹងឃើញថាហួយហៅចង់ជិះលើខ្នងរបស់ប៉ាគាត់អញ្ចឹងទៅក៏គាត់នឹងឲ្យជិះលើខ្នងរបស់គាត់ជំនួសវិញតែហួយហៅមិនព្រមទេគាត់ចង់ជិះលើខ្នងរបស់ប៉ាខ្លួនហួយហៅដឹងទៀតថារយៈពេល20ឆ្នាំនេះទោះបីជាគាត់បានជិះលើខ្នងឪពុករបស់គាត់នៅពេលនេះក៏ដោយក៏គ្រប់យ៉ាងវាយឺតពេលទៅហើយបើគ្មានន័យអ្វីសម្រាប់គាត់ទៅទៀតនោះទេបន្ទាប់មកក៏ដល់កម្ពស់ខ្ពស់មួយហ្នឹងក៏តៃយ៉ាងហឹងតៃហៅហ្នឹងក៏បានបោះហួយហៅឡើងទៅលើដោយខ្លួនឯងហួយហៅក៏បានលាក់រង្អើលរបស់គាត់ដើម្បីកុំឲ្យសត្រូវរកឃើញបន្ទាប់មកគាត់ក៏ឃើញនៅការវិភាមួយនៅក្បែរនោះហើយគាត់ក៏ទៅពិនិត្យមើលបន្ទាប់មកក៏បានបើកនៅភ្នែកសម្លឹងរបស់គាត់ដើម្បីពិនិត្យទៅលើភ្នំមីងទូនោះបានតែចៃដន្យនេះក៏បានលេចចេញនៅរនាំងការពីស្មារតីដូចជារលកនៃធម្មពលនេះកំពុងតែបានឃើញអញ្ចឹងបានគឺវាបាញ់មកក្នុងពេលនោះហួយហៅឃើញបែបនេះគាត់គិតថាធម្មពលស្មារតីរបស់គាត់ត្រូវបានរារាំងហើយគាត់មិនអាចឲ្យរលកសញ្ញានេះប៉ះរាងកាយគាត់បាននោះទេតែហ៊ានប៉ះគឺទីទាំងរបស់គាត់នឹងត្រូវគេរកឃើញបានអញ្ចឹងគាត់ក៏បានទម្លាក់ខ្លួនចុះមកខាងក្រោមការទម្លាក់ខ្លួនពីលើមកខាងក្រោមបែបនេះគឺមិនចាំបាច់ចំណាយធម្មពលពលឹងច្រើននោះទេហើយហួយហៅព្យាយាមគេចពីរលកនៃសញ្ញានោះផងដែរគេចុះគេចឡើងនឹងក៏ហួយហៅក៏បានឃើញនៅពន្លឺពណ៌ក្រហមមួយនៅលើកំពូលភ្នំមីងទូនោះសាជាថ្មីហើយគាត់ក៏ដឹងថានេះគឺជាអាវុធមរណៈថ្នាក់ទី10ទេតើដែលអាចសម្លាប់នៅកម្រិត Title ដៅលូបានដែលធ្លាប់វិបហាទៅលើក្រុមនៃអាណាចក្រសិង្ហលូម្ដងដែលដឹកនាំដោយព្រះនាងឈីវឈីវនោះដូចជាដាក់ត្រឹមមួយគ្រាប់សម្រាប់ពួកគេឡើងអាលីខ្លួនតែម្ដងអញ្ចឹងហួយហៅឃើញអាវុធនេះហើយគឺគាត់ផិតភ័យខ្លាំងណាស់ក៏បញ្ញាប់ទម្លាក់ខ្លួនបន្តទៀតដើម្បីរត់គេចតែចៃដន្យនឹងក៏ប្រទេសជាមួយនឹងឧបករណ៍សូលការប្រភេទ Satellite ហោះចាប់សញ្ញាបាននៅលើអាកាសពីពេញនឹងអញ្ចឹងទីបំផុតទីតាំងរបស់គាត់ក៏ត្រូវបានសត្រូវនឹងរកឃើញហើយគាត់ក៏បញ្ញាប់ចាក់ចេញពីទីនោះក៏សត្រូវមួយក្រុមដែលជាកូនចៅរបស់វ៉ាងជីហឹងនោះបានសិតតែជាក្រុមប្រគ្រូនោះក៏បានរកឃើញគាត់ក៏បានប្រើប្រាស់អាវុធសូកៃផ្លោងទៅលើគាត់បើកនៅការវិវហាហើយហួយហៅក៏បានប្រើប្រាស់នៅស្នៀនទី4របស់សុជបងស៊ូនជីដើម្បីបំលាស់ទីតាំងរបស់ខ្លួនទៅមកខាងទៀតទីបំផុតគាត់ក៏បានរត់គេចបានដោយជោគជ័យសត្រូវបានត្រឹមតែសោកស្ដាយតែប៉ុណ្ណោះដែលមិនអាចចាប់ហួយហៅបានហើយហួយហៅនៅពេលដែលមកដល់ជំរំភ្លាមគាត់ក៏បានរាយការណ៍អំពីបញ្ហានេះនៅលើកំពូលភ្នំគឺមាននៅឧបករណ៍រលកចាប់សញ្ញារារាំងនៅធម្មពលស្មារតីជាមួយនឹងអាវុធសូលកៃឋានៈទី10មួយប្រភេទដែលមានធម្មពលខ្លាំងក្លាពួកគេមានការផ្អើលខ្លាំងមែនទែននៅពេលដែលឮនៅរឿងទាំងអស់ហ្នឹងអញ្ចឹងហួយហៅបានសម្រេចចិត្តថាគាត់នឹងទៅទីនោះម្ដងទៀតតែតៃហៅគឺមិនចូលស្របនោះទេដោយសារតែវាគ្រោះថ្នាក់ខ្លាំងពេកហើយគាត់នឹងបកស្រាយទៅកាន់សាលាជ្រែកដោយរបៀបណាទៅបើសិនជាមានរឿងអីកើតឡើងចំពោះហួយហៅនោះតែហួយហៅលក្ខណៈថា
តែគាត់ចង់ទៅគឺគ្មានណាអាចរៀងគាត់បាននោះទេហើយគាត់មានវិធីក្នុងការទប់ទល់កន្លែងហ្នឹងគឺខ្ញុំអត់ដឹងថាគាត់នឹងប្រើប្រាស់អីទេនៅពេលដែលចាំដល់វគ្គនោះគឺខ្ញុំនឹងប្រាប់អ្នកនរគ្នាថាហួយហានឹងប្រើអីដើម្បីទប់ទល់ជាមួយធម្មពលថ្នាក់ទី10នោះទោះស្អីមកតបទៀតហ្នឹងក៏ហួយហាក៏បានចេញដំណើរដូចបែបនេះដែរបានហើយហួយហាបានរៀបចំនៅឧបករណ៍ remote មួយយ៉ាងគឺ hack ចូលទៅក្នុងប្រព័ន្ធរបស់សត្រូវហើយក៏បានកំទេចហើយនឹងគ្រប់គ្រងនៃឧបករណ៍ Soul Guide ហោះនៅលើអាកាសគឺឧបករណ៍ចាប់សញ្ញានឹងឯងបានបំផ្លាញវាយ៉ាងច្រើនគ្រឿងយូរមានបរិមាណច្រើនខ្លាំងមែនទែនមើលពីចម្ងាយដូចជាផ្កាយរះពេញមេឃអញ្ចឹងតែហួយហាត្រូវបានគ្រប់គ្រងវាហើយបំផ្លាញវាចោលអាខ្លះហ្នឹងក៏យកមកតុងតែវាច្រើនហួយហាប្រមូលតែស្នូលនៃគ្រីស្តាល់នោះទេតែបំណែកនៅខាងក្រៅគឺគាត់ច្រើនតែបំផ្លាញចោលបំផ្លាញបានប្រមាណគ្រឿងហ្នឹងក៏សត្រូវក៏បានមកដល់លំមវាប្រើប្រាស់នៅអាវុធមានធម្មពលរន្ទះមួយយ៉ាងបាញ់ទៅលើហួយហាគាត់ក៏បានប្រើប្រាស់នៅគេហៅថា humanoid គឺជាឈុត robot ដែលលោកគ្រូឈុនស្វឿននឹង design យ៉ាងពិសេសសម្រាប់ហួយហាពាក់ទៅគឺគាត់អាចបង្កើនលឿននៃការហោះលឿនជាងមុនតាមទៀតហើយនឹងលឿននៃការវិបហាហើយស្លាប់របស់វាដូចជាមានដល់ទៅ6តែសាច់រឿងជាក់ស្ដែងខ្ញុំមិនដឹងថាគេនឹងដាក់ស្លាប់ប្រមាណនោះទេហើយគាត់ក៏បានប្រើនៅឈុតនេះដើម្បីចាត់ការទប់ទល់ជាមួយនឹងវាក៏បានសម្លាប់នៅកូនចៅរបស់វ៉ាងជីហឹងអស់ប្រមាណអ្នកទៅទម្លុះនៅរាងកាយស្លាប់ភ្លាមតែនៅពេលដែលហួយហាវព្យាយាមដកខ្លួនចេញពីទីនោះក៏ដុំនៃអណ្ដាតភ្លើងជាច្រើនដុំនោះក៏បានឈ្មោះមករកគាត់ដឹងថាមកពីណាពីណីនោះទេដូចជាភ្លៀងចឹងវាក៏បានភ្ជាប់គ្នាទៅជាសំណាញ់មេឃដើម្បីឃុំឃាំងហួយហាវចឹងក៏បានតែហួយហាវនៅតែអាចគេចបានដដែលដុំនោះមិនអាចធ្វើអ្វីបាននោះទេគាត់ហោះមកដល់កន្លែងមួយតែវ៉ាងជីហឹងក៏បានដេញមកតាមតែចៃដន្យនេះក៏ត្រូវក្រុមរបស់ហួយហាវក៏បានបង្ហាញខ្លួនឡើងពាត់វ៉ាងជីហឹងជាប់នៅទីនោះពួកគេគិតថាគឺជាថ្ងៃអវសានរបស់វ៉ាងជីហឹងហើយតាមពិតទៅពួកគេបានរៀបចំដូចជាស្រេចដើម្បីបញ្ឆោតសត្រូវមកទីនេះហើយចាត់ការតែម្ដងបន្ទាប់មកក៏ជីកជីនេះក៏បានប្រើប្រាស់នៅអាវុធព្រលឹងរបស់ខ្លួនលើកនៅដាវពន្លឺយ៉ាងធំទេពអសូរសាលាពីរនឹងកាប់ទៅលើវាមួយទំហឹងក្នុងពេលនោះខណៈពេលដែរវ៉ាងជីហេនឹងក៏បានបញ្ចេញនៅសត្វគោទេពគោទេពគឺជាគោភ្លើងបិសាចមួយក្បាលគឺជាអាវុធភ្លើងរបស់វាជាមួយដុំអ្នកដាល់ភ្លើងជាច្រើនហើយគោនោះគឺនៅឈរលើអាកាសមានទំហំធំខ្លាំងមែនទែនតែដែររបស់យេគូជីមិនអាចធ្វើអ្វីវ៉ាងជីហឹងបាននោះឡើយអញ្ចឹងទៅក៏ជាងណាននឹងក៏បានប្រើប្រាស់នៅអាវុធព្រលឹងថ្មីរបស់ខ្លួនបាទគឺបញ្ចេញនៅពណ៌បៃតងមកក្បាលនឹងគឺរុំរាងកាយរបស់វាជាប់មួយកន្លែងរត់ផ្ទាល់មកនាងក៏បានបំបាំងខ្លួនចូលទៅចិត្តដើម្បីទាត់ចូលបាទតែធ្វើអីមិនកើតតែរាងកាយរបស់វាមិនទាន់កម្រើកបាននោះទេបន្ទាប់មកក៏វ៉ាងតងនឹងចាប់ដើមចាត់ការទៅខ្លួនឯងផ្ទាល់នាងក៏ប្រើប្រាស់នៅបន្ទើកពលឺមួយបាទបាញ់ទៅលើក្បាលវាមួយទំហឹងដាក់ចំកណ្ដាលក្បាលតែម្ដងតែនៅមិនអាចធ្វើអ្វីវាបានមានអារម្មណ៍ថាស្បែកវាស្វិតខ្លាំងមែនទែនវាយមុំគឺអត់ងាប់នោះទេហើយសាច់រឿងមួយចឹងក៏ឆ្លៃតែប៉ុណ្ណេះយំផ្លេចនៅសល់សាច់រឿងកន្លែងសំខាន់មួយទៀតគឺនៅពេលដែលហួយហាវហោះឡើងទៅលើអាកាសកម្ពស់មួយពោះជាង5គីឡូដីហើយនោះគាត់ក៏ស្រាប់តែឮនឹងការកោះហៅពីដែនដីអាទិទេពមកម្ដងទៀតអញ្ចឹងគឺអាទិទេពដដែលនឹងឯងតែគាត់មានអារម្មណ៍ថាគាត់ដូចជាបានឈរនៅលើស្ពាននៃឯទឹកដីទេវតាអញ្ចឹងតែនេះគ្រាន់តែជាអារម្មណ៍នៃការកោះហៅប៉ុន្តែគាត់មិនទាន់ឡើងទៅកាន់ទីនោះដោយផ្ទាល់នោះទេបានអញ្ចឹងទៅក៏ស្រាប់តែធម្មពលដែលចេញពីសកម្មបញ្ច្រារបស់ទីធាននឹងក៏បានលេចឡើងមកម្ដងទៀតហើយក៏បានរៀងហើយកាត់ផ្ដាច់នៅការកោះហៅនៃដែនដីទីទេពពីហួយហាវសាជាថ្មីវាក៏បានរលាយជាលើកទី2នេះគឺជាការដ៏កម្រក៏ប៉ុន្តែហួយហាវត្រូវបាត់បង់សាជាថ្មីម្ដងទៀតហើយហួយហាវមានអារម្មណ៍ថាឈឺចាប់ខ្លាំងមែនទែនជាមួយនឹងការរៀងនៃធម្មពលរបស់ទីធាននោះទីធានពិតជាមានកំណើតអាក្រក់ខ្លាំងមែនទែនគណៈពេលទីធានបច្ចុប្បន្ននេះកំពុងតែស្ថិតនៅក្នុងព្រៃសាដូដល់ឡើយក៏បានដឹងតែហួយហាវគឺមានសំណាងខ្លាំងមែនទែនបើប្រៀបធៀបជាមួយនឹងខ្លួនតែទោះជាណាក៏ដោយក៏មនុស្សដូចជាទីធានគឺមិនអាចឲ្យហួយហាវចាក់ចេញពីព្រៃសាដូបាននោះទេវានឹងឲ្យហួយហាវនៅការពីព្រៃសាដូអស់មួយជីវិតតែពិតវាចង់ខ្លាចទៅជាទីទេពជួនណាមកហើយធម្មពលនៃការបង្កើតរបស់វាគឺអាចស្នងតំណែងរបស់អាទិទេពបានក៏ប៉ុន្តែអាទិទេពដូចជាមិនអនុញ្ញាតឲ្យវាទៅសោះដូចជាមានភាពលម្អៀងរវាងមនុស្សហើយនិងសត្វព្រលឹងទូទៅមានតែមនុស្សតែប៉ុណ្ណោះទើបអាចឡើងទៅជាអាទិទេពលើកលែងតែសត្វព្រលឹងគេមិនអនុញ្ញាតនោះឡើយតែវាក៏មិនឲ្យហួយហាវបានសម្រេចដូចគ្នាផងដែរវានឹងធ្វើជាឆ្អឹងទៅតឹងករបស់ហួយហាវគឺសឹងតែពេញមួយជីវិតតែហួយហាវត្រូវតែចូលឈ្នះទីធានឲ្យបានលុះត្រាតែគាត់អាចកម្ចាត់ចោលនៅសកម្មបញ្ច្រាឬក៏តទៅធ្វើពលព្រលឹងរបស់គាត់ខ្ពស់ជាងទីធាន